បាទសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមករៀបរាប់អំពីដំណាំនៅផ្ទះអូខេពុកម៉ែបងប្អូនអាចទស្សនាបានសូមអញ្ជើញបាទនេះគឺជាពពាយឥឡូវខ្ញុំចាប់ផ្ដើមជ្រោយដីវាដើម្បីឲ្យវាមានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីឲ្យបានលូតលាស់ល្អបាទពេលនេះក៏ដល់ទីបញ្ចប់ផងដែរដំណាំខ្ញុំមានតែប៉ុណ្ណេះឯងសូមអរគុណសូមជម្រាបលាកុំភ្លេចជួយ like ជួយ share